បាទយើងសួរដល់ពុកម៉ែបងប្អូនអរគ្នាមួយរយៈនេះខ្ញុំឃើញថាមានព័ត៌មានពាក់ព័ន្ធជាមួយនឹងអាកាសធាតុវាក្តៅអញ្ចឹងជំរាបជូនដល់ពុកម៉ែបងប្អូនដែលកំពុងតែធ្វើលើវិស័យកសិកម្មជាពិសេសគឺកំពុងតែដាំដុះដំណាំគ្រប់ប្រភេទហ្នឹងសូមឲ្យរៀបចំខ្លួនដើម្បីទប់ស្កាត់ហើយនឹងការពារហើយនឹងប្រុងប្រយ័ត្នត្រៀមជាមុនព្រោះដោយសារអាកាសធាតុត្រូវគាត់បានប្រាប់មកហើយខាងវានឹងឡើងកម្ដៅខ្លាំងអញ្ចឹងដល់ពេលដែលឡើងកម្ដៅខ្លាំងអ្វីដែលជាការណែនាំរបស់ខាងខ្ញុំជាបទពិសោធន៍អ្វីដែលយើងបានឆ្លងកាត់មកកន្លងមកហ្នឹងគឺសំខាន់ប្រើប្រាស់ជីធម្មជាតិកាន់តែច្រើនចំណាយកាន់តែតិចអ្នកប្រើប្រាស់សុខភាពល្អអ្នកទទួលទានសុខភាពល្អខាន់មែនទែនគឺសូមឲ្យបងប្អូនប្រើប្រាស់ជីធម្មជាតិឲ្យបានច្រើនកាត់បន្ថយជីគីមីដែលអាចធ្វើទៅបានពីព្រោះនៅពេលដែលបងប្អូនប្រើជីគីមីច្រើននៅពេលដែលមានអាកាសធាតុក្តៅដំណាំរបស់បងប្អូននឹងអាចងាប់ឬក៏អាចមានបញ្ហាច្រើនតែម្ដងអញ្ចឹងការប្រើប្រាស់ជីធម្មជាតិមិនមែនវាជួយទៅដល់សំណើមវាអាចទប់ជាមួយនឹងអាកាសធាតុនឹងបានច្រើនអញ្ចឹងកម្លាំងដែលកើតចេញពីលក្ខណៈធម្មជាតិវាអាចទប់ជាមួយនឹងអាធម្មជាតិនឹងបានច្រើនអញ្ចឹងពុកម៉ែបងប្អូនដែលប្រើប្រាស់ឆ្នាំនេះតែម្ដងដោយសារជីគីមីក៏បានឡើងថ្លៃច្រើនហើយបើកាត់បន្ថយខ្ញុំមិនឲ្យឈប់ប្រើជីគីមីទេគឺយើងនៅតែប្រើប៉ុន្តែអាចកាត់បន្ថយបានគឺសូមឲ្យកាត់បន្ថយដើម្បីឲ្យបង្កើនជីធម្មជាតិបានច្រើនបាទហើយបងប្អូនដែលចេះធ្វើជីទឹកគេហៅប្រភេទជីមួយចំនួនដែលកំពុងតែផលផុសហ្នឹងអាចធ្វើទុកឲ្យបានច្រើនដើម្បីទប់ស្កាត់នៅពេលដែលចាប់ផ្ដើមឡើងកម្ដៅបងប្អូនអាចប្រើប្រាស់មិនថាស្រួយគល់មិនថាបាញ់ទៅលើស្លឹកវានឹងជួយទៅដល់ពាក់ព័ន្ធជាមួយបង្កើតកោសិកាដើម្បីទប់ស្កាត់ទៅលើអាកម្ដៅទាំងអស់ហ្នឹងអញ្ចឹងដំណាំសម្រាប់ដំណាំឆ្នាំនេះសូមឲ្យការពារហើយនឹងប្រឹងប្រែងមែនទែនឲ្យយើងដឹងហើយបើយើងដឹងយើងសូមការពារអញ្ចឹងការប្រើប្រាស់ជីនៅគល់គឺសូមឲ្យប្រើប្រាស់ជីកំប៉ុស្តឬក៏ជីធម្មជាតិឲ្យបានច្រើនហើយចំណុចទី2ពាក់ព័ន្ធជាមួយនឹងលើស្លឹកសូមឲ្យប្រើប្រាស់ជីធម្មជាតិបែបមិនថាជីទឹកមិនថាពៅបំពន់អីទេអាហ្នឹងសូមឲ្យគាត់ប្រើប្រាស់ឲ្យបានច្រើនធម្មតាមួយឆ្នាំគាត់ប្រើត្រឹមតែ2ដងហើយខ្ញុំសូមឲ្យប្រើដល់6ដងវានឹងជួយទៅដល់ពាក់ព័ន្ធជាមួយនឹងកម្ដៅហ្នឹងបានច្រើនមែនទែននេះជាបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់អញ្ចឹងគឺជាធ្វើកសិកម្មកាន់តែយូរកាន់តែមានបទពិសោធន៍កាន់តែមានប្រាក់ចំណេញបើចង់ដឹងច្បាស់សូមតាមដានเพจរបស់ហោយន្តនិងเพจរបស់ខ្ញុំបាទផ្ទាល់ការចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាមិនថាដំណាំដូងដំណាំចន្ទីដែលកំពុងតែកង្វល់ខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹងដល់រដូវកាលខ្ញុំគិតថា2ខែ3ខែទៀតដល់វគ្គដែលត្រូវផ្កាដល់វគ្គអីចឹងសូមឲ្យបើសិនជាវាមានកម្លាំងពីក្រោមទៅខ្លាំងអញ្ចឹងនៅពេលដែលអាកាសធាតុក្តៅខ្ញុំជឿថាសុខភាពវាល្អអញ្ចឹងវាអាចទប់ស្កាត់បានហើយនេះគឺជាអ្វីដែលខ្ញុំចង់ជម្រាបជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអាចយកចិត្តទុកដាក់ខុសពីឆ្នាំធម្មតាបើសិនតែចង់បានផលហើយបើសិនជាមានទឹកស្រះអីអាចត្រៀមបានសូមត្រៀមទៅជាពិសេសគឺខាងពាក់ព័ន្ធជាមួយនឹងពួកម្រេចពួកស្អីតរ៉េនអីចឹងទៅសូមឲ្យការពារមែនទែនពីព្រោះឆ្នាំនេះយើងឃើញហើយការប្រកាសហើយប្រហែលជាសឹងថា 90% ដែលតែងតែកើតបើសិនជាគាត់ប្រកាសហើយអានេះយោងទៅតាមអាកាសធាតុដែលយើងបានកំពុងតែផ្សព្វផ្សាយផលផុសមែនទែនខាងយើងខ្ញុំក៏ព្យាយាមគ្រប់เพจទាំងអស់ព្យាយាមផ្សាយនៅព័ត៌មានពាក់ព័ន្ធជាមួយអាកាសធាតុព្រោះជាការជួយទៅដល់ពុកម៉ែបងប្អូនដែលកំពុងធ្វើលើវិស័យកសិកម្មនេះព្រោះអាកាសធាតុនេះគឺជារឿងដែលដ៏សំខាន់មែនទែនមិនមានន័យថាមានដីល្អមានពូជល្អហើយស្រាប់តែដឹងថាដាំបានផលទេបើសិនអាកាសធាតុប្រែប្រួលមិនថាក្តៅមិនថាត្រជាក់មិនថាខ្យល់គឺសូមឲ្យបងប្អូនត្រៀមខ្លួនដើម្បីការពារហើយដើម្បីទទួលបានទិន្នផលខ្ពស់ទាំងអស់គ្នាបាទទើបបើសិនជាអាចធ្វើបានខ្ញុំជឿជាក់ថាអ្នកដែលធ្វើបានអ្នកនឹងបានផលច្រើនជាងមានន័យបានតម្លៃខ្ពស់ឬក៏នឹងបានទទួលប្រាក់កម្រៃច្រើនជាងពីព្រោះឆ្នាំនេះនៅពេលដែលយើងគេធ្វើអត់សូវបានយើងធ្វើបានអាហ្នឹងគឺជាអ្វីដែលជាឱកាសសម្រាប់ពួកយើងទាំងអស់គ្នាបាទអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងហើយបងប្អូនដែលមានចម្ងល់ថាតើការពាររបៀបម៉េចតើឲ្យពួកយើងទៅត្រៀមរបៀបម៉េចអាចតាក់ទងមកតាមលេខទូរស័ព្ទនៅលើអេក្រង់ឬក៏អាចឆាតចូល Telegram ដើម្បីខ្ញុំនឹងព្យាយាមស្រាវជ្រាវហើយនឹងចែករំលែកនៅអ្វីដែលជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ដើម្បីជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីឲ្យកិច្ច
ផុតចេញពីគ្រោះមហន្តរាយទាំងអស់ហ្នឹងដើម្បីកុំឲ្យខាតបង់ថវិកាដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមអរគុណ